ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចេញមកជួបបងប្អូនទាំងអស់គ្នាទៀតហើយថ្ងៃនេះខ្ញុំនឹងនិយាយអំពីបញ្ហាជីវិតរបស់មនុស្សយើងម្នាក់ដែលរស់នៅសប្តាហ៍ថ្ងៃនេះតែងតែមានបញ្ហាផ្សេងគ្នានៅក្នុងជីវិតគឺជារឿងធម្មតាទេបងប្អូនដូច្នេះហើយបញ្ហាដែលកើតឡើងទាំងអស់វាសិតសឹងតែយើងមិនអាចបានស្មានបានដូច្នេះហើយគឺយើងត្រូវដោះស្រាយដោយសន្តិវិធីដោយយើងមិនត្រូវដោះស្រាយបញ្ហាដោយប្រើកំហឹងឬមួយក៏ដោះស្រាយដោយមិនមានការគិតពិចារណាចេះតែដោះស្រាយទៅឲ្យតែរួចនេះធ្វើឲ្យយើងដោះស្រាយបញ្ហាទាំងនោះគឺមិនអាចទទួលបាននៅផលល្អក៏ប្រសើរនោះទេដូច្នេះហើយការដោះស្រាយយើងត្រូវតែចេះនិយាយគ្នាទៅវិញទៅមករវាងមនុស្សម្នាក់និងម្នាក់ទៀតដូច្នេះហើយទើបយើងអាចដោះស្រាយបញ្ហានោះបានដោយជោគជ័យហើយបញ្ហាជាច្រើនទៀតនៅក្នុងសង្គមរបស់យើងតែងតែកើតឡើងសម្រាប់ទៅលើបុគ្គលគ្រប់រូបបុគ្គលគ្រប់គ្នាតែងតែមានបញ្ហាឥតឈប់ឈរទេចឹងហើយសូមបងប្អូនត្រូវចេះពិចារណានៅក្នុងការរស់នៅឲ្យសមរម្យឲ្យសមស្របទៅតាមពេលវេលាបញ្ហាបន្តិចបន្តួចពេលខ្លះអាចធ្វើឲ្យបងប្អូនគិតរឿងដែលផ្ដេសផ្ដាស់នៅក្នុងជីវិតពេលខ្លះបងប្អូនមានបញ្ហាស្នេហាបញ្ហាការងារបញ្ហាថវិកាហើយនឹងធ្វើបងប្អូនគិតច្រើនក្នុងគូក្បាលហើយក៏ពេលខ្លះបងប្អូនដោះស្រាយបញ្ហានោះមិនបានក៏សម្រេចចិត្តគិតរឿងដែលអពមង្គលដូចជាគិតខ្លីៗចឹងជាដើមឃើញបងប្អូនខ្លះច្រើនក៏ដោះស្រាយបញ្ហាមិនបានគាត់ក៏សម្រេចចិត្តទៅបញ្ចប់ជីវិតខ្លួនឯងដោយខ្វះការពិចារណាចឹងហើយសូមបងប្អូនក្រឡេកទៅមើលពិភពលោកនេះដល់ឱកាសឲ្យមនុស្សយើងគ្រប់គ្នាបានសាងនៅអំពើល្អបានប្រឱកាសឲ្យយើងកសាងនៅជីវិតឲ្យល្អប្រសើរទៅថ្ងៃខាងមុខទោះបីជាមានបញ្ហាធំប៉ុណ្ណាក៏ដោយសូមបងប្អូនត្រូវចងចាំថាជីវិតរបស់មនុស្សយើងកើតមកគឺតែងតែមានបញ្ហាដូច្នេះខ្ញុំសូមអរគុណការស្ដាប់វីដេអូនេះ